ម្រាបសួរពីភូមិលុះហ្វីញថ្ងៃនេះស្រុកខ្ញុំមេឃល្អណាស់ថ្ងៃនេះគឺជាថ្ងៃទី3ហើយដែរស្រុកខ្ញុំស្រុកស្វីសនេះមានធាតុអាកាសក្តៅល្អរហូតដល់ជាង20ដឺក្រេមកមើលដំណាំដាំដុះរបស់ខ្ញុំផ្កាក៏ដុះល្អរីកល្អដំណាំអីផ្សេងនឹងទៀតក៏ល្អដែរអានេះគឺជាសាឡាតដែលស្លឹកវាគេញ៉ាំបានហើយផ្កាហ្នឹងគេសម្រាប់យកដេកូលើម្ហូបហើយពណ៌វាស្អាតណាស់ហើយពេលវារីកមកម្ដងយូរថ្ងៃទៀតរវាមិនរីកមួយថ្ងៃពីរហើយរយណានេះមើលស្ទ្រ៉ូប៊ឺរីរបស់ខ្ញុំស្ទ្រ៉ូប៊ឺរីនេះផ្លែច្រើនតើឆ្នាំមកនេះគ្រាន់តែមេឃវាត្រជាក់យូរថ្ងៃពេកទៅវាផ្លែអត់សូវធំល្អហើយអត់សូវផ្អែមនេះស្លឹកកញ្ឆាយរបស់ខ្ញុំកាត់ធ្វើនំកញ្ឆាយបាន2ដងហើយនេះជាសាឡាត់បរទេសរូបកូឡាសាឡាត់អានេះផើងនេះខ្ញុំដាំឈូកប៉ុន្តែនោះឈូកទំពកចេញមកបានមួយនោះឯងមើលដើមគីវីល្អអស្ចារ្យដើមក្រូចក្រូចនេះផ្លែធំហើយផ្លែល្អទៀតនេះបេះធ្វើថ្នាំក្អកបាន2-3ដងហើយអានេះគឺជីគ្រឿងក្លិនវាក៏អូបឆ្ងាញ់ណាស់ធ្វើឆាក្តៅមើលដើមដំណងរបស់ខ្ញុំទៅតែបានប៉ុណ្ណេះឯងអានេះដើមបាសយកចេញមកក្រៅតែយកចេញមកបាន2ថ្ងៃទេមិនទាន់បានជាលទ្ធផលអីច្រើនទេនេះគឺផ្កាយូហូមេឃក្តៅចេះល្អមែនតើនេះអានេះគេញ៉ាំតបដូចសាឡាត់ដែរហើយអានេះក៏ជាផ្កានេះខ្មុំចូលចិត្តហើយគេចូលចិត្តយកវាមកតាំងលម្អនៅលើចានម្ហូបនេះណាហើយខ្ញុំដាំវាហ្នឹងអត់មានធ្វើអីទេទុកគ្រាន់លម្អដាក់លើចានម្ហូបឬទុកឲ្យខ្មុំវាចូលចិត្តមើលផ្កាម៉ោង10ខ្ញុំពីឆ្នាំទៅទិញមកថាផ្កាម៉ោង10ទេហើយដាក់ដាំទុកមួយឆ្នាំទៅឥឡូវក៏ដុះលូតលាស់បានបែបនេះឯងតែគាត់មិនទាន់ចេញផ្កាមិនដឹងថាចេញមកជាផ្កាម៉ោង10ដូចកាលពីឆ្នាំទៅទៀតឬមួយយ៉ាងណាមកដល់វិញប៉ោះដាក់ព្រោះវាទៅឥឡូវវាដុះមកតែមិនទាន់មានពេលដកអាទូចនេះចេញដុះ